ថ្ងៃទី21ខែ11ឆ្នាំ2025ការវិភាគតារាងប្រចាំថ្ងៃរបស់កូដរចនាសម្ព័ន្ធ DOP គឺជាចំណុចសម្រេចសម្រាប់ថ្ងៃនេះតម្លៃមាសបានបើកនៅ4075ខណៈបូកស្ថិតនៅ4077ការប្រមូលផ្ដុំកម្រិតជិតស្និទ្ធបែបនេះធ្វើឲ្យអបក្លាយជាចំណុចស្នូលសម្រាប់គ្រប់ចលនាខ្សែនិង CAS បង្ហាញសញ្ញាចម្រុះដែលបង្ហាញថាកម្លាំងធ្លាក់អាចមានកម្រិតប៉ុន្តែរចនាសម្ព័ន្ធ Doji Directional Day មានលក្ខណៈពិសេសចលនាដំបូងគឺជាចលនាคล้ายៗខណៈចលនាលើកទី2ទើបជាតិសំខាន់ដូច្នេះអបគឺជាគន្លងនិងជាគន្លឹះសម្រាប់ថ្ងៃនេះបើតម្លៃមាសនៅក្រោមអបគោលដៅដំបូងគឺមេ30នៅ4069បានប៉ះហើយបើសម្ពាធលក់បន្តអាចធ្លាក់ទៅដល់ខ1នៅ4060និងខ2នៅ4043បន្ទាប់បើតម្លៃឡើងវិញលើអបទិសឡើងអាចត្រឡប់មកវិញជាមួយគោលដៅខ1នៅ4092ដែលស្ថិតជិត pivot 1នៅ4093ក្នុងថ្ងៃយីវាត្រូវការរងចាំនិងវិន័យចលនាលើកទី1ជាចលនាមិនពិតចលនាលើកទី2ទើបជាផ្លូវពិតថ្ងៃនេះគ្រាន់តែតាមដានអបគឺជាជម្រើសល្អបំផុតសម្រាប់ការជួញដូរការបដិសេធចំពោះទំនួលខុសត្រូវការវិភាគនេះគឺសម្រាប់គោលបំណងផ្ដល់ព័ត៌មានតែប៉ុណ្ណោះហើយមិនបង្កើតជាដំបូន្មានហិរញ្ញវត្ថុទេ